Mazda ពីកូនអ្នកនេសាទធម្មតាម្នាក់ខ្លាយទៅជាម្ចាស់ក្រុមហ៊ុនយានយន្តដែលមានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកបានដោយរបៀបណាទៅស្ដាប់ទាំងអស់គ្នា Mazda ត្រូវបានកសាងឡើងដោយលោក Jujiro Matsuda ជាក្មេងប្រុសដែលកើតនៅក្នុងក្រុមគ្រួសារអ្នកនេសាទនៅក្នុងទីក្រុង Hiroshima នៃប្រទេសជប៉ុនដែលជីវិតរបស់គាត់ក៏មិនបានងាយស្រួលអ្វីនោះដែរតាំងតែពីតូចប៉ុន្តែដោយការដែលគាត់ស្រឡាញ់និងចូលចិត្តការរៀបចំគ្រឿងចក្រយ៉ាងខ្លាំងគាត់ក៏បានយកខ្លួនឯងនឹងទៅហ្វឹកហាត់ទៅ train នៅតាមរោងចក្រតាក់ទងជាមួយនឹង electronic រហូតទាល់តែចេះដល់ដំណាក់កាលមួយដែលខ្លួនឯងមានអារម្មណ៍ថាចេះគ្រប់គ្រាន់ហើយល្មមហើយគាត់ក៏សម្រេចចិត្តមកបើកជារោងចក្រខ្លួនឯងតែបន្ទាប់ពីបើកភ្លាមក៏បង្ហាញឲ្យឃើញថាដួលរលំទាំងអស់សាកល្បងទៅធ្វើជាកន្លែងដើម្បីផលិតទឹកស្អាតលុបក៏ខ្ទេចខ្ទីអស់ទៅបើកជារោងចក្រដើម្បីផលិតជាគ្រាប់ golf សម្រាប់លេងកូនហ្គោលហ្នឹងក៏ដួលរលំអាចនិយាយបានថានៅចំនួននោះគាត់ចាប់ស្អីក៏ខ្ទេចខ្ទីអស់ដែរធ្វើអត់កើតតែម្ដងបរាជ័យច្រើនលើកមែនតើប៉ុន្តែថ្ងៃមួយចំណុចផ្លាស់ប្ដូរដ៏សំខាន់ក៏បានមកដល់នៅពេលដែលគាត់បានឃើញអនាគតរបស់ពិភពលោកដែលហៅថារថយន្តទើបគាត់សម្រេចចិត្តខំមាត់សង្កត់ចិត្តដោយប្រើប្រាស់លុយសន្សំខ្លួនឯងដែលជាថវិកាចុងក្រោយដើម្បីបង្កើតរោងចក្រមួយដែលមានឈ្មោះថា Mazda ឡើងមកហើយក៏បានកសាងយានជំនិះដែលហៅថាជាប្រភេទកង់3 Mazda Gold បានជោគជ័យប៉ុន្តែបន្ទាប់ពីគាត់ជោគជ័យមិនទាន់បានប៉ុន្មានផងសុបិនដ៏អាក្រក់ក៏កើតឡើងនៅពេលដែលសង្គ្រាមលោកលើកទី2កើតឡើងប្រទេសជប៉ុនក៏ត្រូវបានអាមេរិកទម្លាក់នុយក្លេអ៊ីចំកណ្ដាលទីក្រុងឡើងខ្ទេចខ្ទីអស់គឺនៅក្នុងទីក្រុង Hiroshima ដែល Mazda បានកតាំងឡើងនឹងដែលធ្វើឲ្យគ្រប់យ៉ាងគឺខ្ទេចខ្ទីអស់ដូចផេះអញ្ចឹងស្ដាប់មកដល់ចំណុចនេះហើយមែនតើទៅគ្រប់យ៉ាងក៏ប្រកាសជារលាអស់ហើយត្រូវទេតែចម្លើយនោះគឺអត់នោះទេពីព្រោះថារោងចក្រដែល Mazda បានកសាងឡើងគឺសំណាងល្អមែនតើព្រោះថាមានភ្នំធំបាំងចិត្តធ្វើឲ្យកម្លាំងនៃនុយក្លេអ៊ីដែលបានផ្ទុះឡើងហ្នឹងវាអត់បានហក់ទៅដល់តំបន់ដែលគាត់ផលិតហ្នឹងដែលអាចធ្វើឲ្យ Mazda អាចយកឈ្នះសង្គ្រាមលោកលើកទី2បានដោយងាយស្រួលតែម្ដងយ៉ាងណាក៏ដោយទោះបីជាក្រុមហ៊ុននៅស្ថិតស្ថេររោងចក្រអត់មានបញ្ហាកើតឡើងក៏ប៉ុន្តែប្រទេសជប៉ុនពេលនោះគឺស្ទើរតែរលាយអស់ទៅហើយមានបុគ្គលណាម្នាក់នៅលើពិភពលោកជឿជាក់ទៅលើគុណភាពឬក៏របស់ប្រើប្រាស់នៅក្នុងប្រទេសជប៉ុនទៀតនោះទេទោះបីជាកាលនោះ Mazda អាចនាំចេញទៅក្រៅប្រទេសបានក៏ដោយចោះក៏ប៉ុន្តែនៅពេលដែលមានបញ្ហាទាំងអស់នេះហើយធ្វើឲ្យបញ្ហាទីផ្សារការលក់ក៏ថយចុះស្ទើរតែមិនដាច់តតែសោះ Mazda ក៏ដឹងខ្លួនឯងច្បាស់តែម្ដងថាបើសិនជាគាត់នៅតែផលិតយានយន្តធម្មតាដូចគេដូចឯងយ៉ាងណាក៏មិនអាចយកឈ្នះ brand នៅប៉ែកអឺរ៉ុបបានជាដាច់ខាតគាត់ទើបសម្រេចចិត្តផ្លាស់ប្ដូររបៀបក្នុងការផលិតយានយន្តដោយគាត់បានផលិតយានយន្តថ្មីដែលមានឈ្មោះថា Rotary ដែលជាប្រភេទគ្រឿងយន្តដែលអ្នកណាក៏និយាយថាមិនអាចធ្វើបាននោះទេតែ Mazda គាត់ធ្វើបានដោយគាត់បានផ្ចិតផ្ចង់ក្នុងការអភិវឌ្ឍតាក់ទងជាមួយនឹងរថយន្តមួយគ្រឿងនេះដោយប្រើប្រាស់ពេលវេលាយូរសមគួររហូតទាល់តែទទួលបានជោគជ័យប៉ុន្តែប៉ុណ្ណឹងវានៅមិនទាន់គ្រប់គ្រាន់នោះទេ Mazda មានគោលបំណងដើម្បីឲ្យខ្លួនគាត់អាចទៅឈរនៅលើលំដាប់ពិភពលោកដែលជា top 1ដើម្បីបង្ហាញឲ្យគ្រប់គ្នាបានដឹងថាគាត់នេះហើយគឺជារបស់ដែលពិតប្រាកដទើបគាត់បានសម្រេចចិត្តដាក់ឈ្មោះដើម្បីចូលរួមប្រកួតប្រជែងការប្រណាំងឡានមួយដែលចាត់ទុកថាជាការប្រណាំងដ៏គួរឲ្យខ្លាចបំផុតដែលមានឈ្មោះថា Le Mans 24 Hours ដែលជាការប្រកួតរថយន្តដោយមិនអនុញ្ញាតឲ្យឈប់សម្រាកអត់ឲ្យមានបញ្ហា break ឬក៏អត់មានកាត់អបតវហេតុណាមួយនៅកណ្ដាលផ្លូវរវាងចន្លោះពេល24ម៉ោងដែលកំពុងតែប្រកួតនឹងជាដាច់ខាត Mazda ក៏បានផលិតរថយន្តដែលមានឈ្មោះថា 7B ដើម្បីយកទៅប្រកួតប្រជែងនៅក្នុងទីលានប្រកួតនឹងនៅក្នុងគៀបសោចសំអករបស់ដៃគូប្រកួតប្រជែងជាច្រើនអ្នកដែលមានសុទ្ធសឹងតែជាដៃគូប្រកួតប្រជែងដែលជាក្រុមហ៊ុនយក្សធំដូចជា Porsche Jaguar និងក្រុមហ៊ុនអូល្បីឈ្មោះដែលមានឈ្មោះថា Mercedes-Benz តែនៅពេលដែលលើកទង់ជ័យជំនះនឹងឯងគ្រប់គ្នាក៏ចាប់ផ្ដើមមានអាការៈដែលហៅថា shock ឬហៅថា surprise ខ្លាំងនៅពេលដែលសំឡេងនៃរថយន្ត Rotary របស់ Mazda ដែលឮរន្ទឺឡើងពេញទីលានប្រកួតខណៈពេលដែលរថយន្តផ្សេងៗគឺត្រូវការឆេះម៉ាស៊ីនដើម្បីឲ្យខ្លួនឯងអាចវិលទៅបាន 2-3 ជុំប៉ុន្តែយានយន្តប្រភេទ Rotary ហ្នឹងគឺបញ្ឆេះតែម្ដងអាចវិលជុំបានរហូតដល់ទៅជាង 3 ជុំទំហំតូចជាងខ្នាតតូចជាងតែកម្លាំងខ្លាំងជាងហើយលឿនជាងលទ្ធផលដែលទទួលបានគឺនៅពេលដែលឡានរបស់ Mercedes-Benz គ្រឿងម៉ាស៊ីនក្តៅខ្លាំងរហូតដល់ស្ទើរតែមិនអាចទៅមុខបានប៉ុន្តែ Mazda ក៏អាចបើកវ៉ាល់បានយ៉ាងរំភើយកន្លងផុតទៅ12ម៉ោង18ម៉ោង20ម៉ោងគ្រឿងម៉ាស៊ីនក៏មិនមានបញ្ហាអ្វីទាល់តែសោះសូម្បីតែបន្តិចហើយវិនាទីដែលគ្រប់ដល់24ម៉ោងនឹងឯងដែល Mazda ក៏អាចបើកហួស
បន្ទាត់ជ័យជំនះដែលអាចទទួលបានពានរង្វាន់លើម៉ងយ៉ាងជោគជ័យនៅទីបំផុតដែលអាចកសាងប្រវត្តិសាស្ត្រពិភពលោកដែលជារថយន្តដំបូងគេនៅលើលោកហើយក៏ជារថយន្តតែមួយគត់ដែលអាចធ្វើបានពីក្មេងប្រុសកូនអ្នកនេសាទពីរោងចក្រផលិតគ្រាប់កូន Gold ដែលត្រូវដួលរលំคล้ายទៅជាម្ចាស់ពានរង្វាន់លំដាប់ពិភពលោកដែលតាណាក៏អោនក្បាលដាក់រហូតคล้ายទៅជាតំណាននៃប្រវត្តិសាស្ត្រដូចជា RH7 MX5 ហើយកសាងអាណាចក្រនៃ Mazda ដែលជាក្រុមហ៊ុនដែលមានតម្លៃរហូតដល់ទៅជាង$4000 លានសហរដ្ឋអាមេរិកបាននៅទីបំផុតចាប់អារម្មណ៍ content ល្អៗទាក់ទងជាមួយនឹង mindset ក៏ដូចជាការធ្វើអាជីវកម្ម complete account money freedom ចំពោះអ្នកដែលចាប់អារម្មណ៍សៀវភៅក្នុងការអានដើម្បីផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងនិងលើកទឹកចិត្តខ្លួនឯង complete the top success 1%